សួស្តីបងប្អូនបងប្អូននេះគឺជាប្រទាលដែលខ្ញុំកំពុងតែឲ្យក្រុមការងាររបស់ខ្ញុំពួកគាត់ដាំនៅក្នុងហ្នឹងហើយនៅក្នុងថងបែបហ្នឹងប្រទាលនេះប៉ះសិនប្រទាលគេយើងទាញផលវាគឺមើមអញ្ចឹងមើមនៅពេលដែលយើងដាំនឹងដីបើសិនជាភ្លៀងធ្លាក់ល្អអត់សូវប្រឈមទេក៏ប៉ុន្តែនៅពេលដែលភ្លៀងធ្លាក់អត់ល្អវាអាចប្រឈមគឺវាលលួយមើមឬក៏ក្រាស៊ីមើមអញ្ចឹងសម្រាប់ខ្ញុំថ្នោត5ដើមខ្ញុំដាំប្រទាលថ្លើមឆ្កែនេះគឺខ្ញុំអត់ដាំដូចពួកគាត់ទេគឺខ្ញុំដាក់ក្នុងថង់ទោះជាភ្លៀងជោគជាំយ៉ាងម៉េចក៏ដោយក៏វាជ្រាបចេញអស់ដែរអញ្ចឹងមើមហ្នឹងអត់លលួយទេអាហ្នឹងជាបច្ចេកទេសមួយណាបងប្អូនហ្នឹងហើយមួយទៀតគឺយើងគ្រប់គ្រងដីជីបានដីធម្មតាចេះដីធម្មតាអញ្ចេះពេលខ្លះទៅវាមានជីច្រើនយើងដាក់ជីតែពេលខ្លះទៅវាអាចហូរទៅតាមទឹកភ្លៀងដែលវាជ្រុំខ្លាំងអញ្ចឹងវាអាចអត់ប្រទាលរបស់យើងនឹងអត់សូវបានស្រូបផលវាទេអញ្ចឹងសម្រាប់ខ្ញុំដាំនៅក្នុងហ្នឹងដើម្បីឲ្យវាស្រូបជីជាតិនឹងបានល្អហ្នឹងជាលក្ខណៈបច្ចេកទេសបងប្អូនហ្នឹងហើយអញ្ចឹងប្រសិនបើបងប្អូនចង់បានពូជល្អចង់បានទិន្នផលខ្ពស់ចង់បានគុណភាពខ្ពស់នៅក្នុងមើមប្រទាលថ្លើមឆ្កែហ្នឹងគឺកុំភ្លេចជួយគ្រប់គ្រងប្រទាលថ្លើមឆ្កែរបស់ឱសថបុរាណសញ្ញាថ្នោត5ដើមយើងខ្ញុំបាទសូមអរគុណ